Đầm lái mía, châu crom pram pon đô la khung mũi đầm lăngระยะ ពេល ចិត្ត មួយ សប្តាហ៍ គិត ត្រឹម ព្រឹក ថ្ងៃ សុក្រ នេះ ក្រោយ ការ ផ្ទុះ សង្គ្រាម រវាង អាមេរិក និង អ៊ីរ៉ង់ គិត ត្រឹម ម៉ោង 11 ព្រឹក ថ្ងៃ សុក្រ ទី 17 ខែ កក្កដា នេះ តម្លៃ មាស អន្តរជាតិ បាន ឈប់ នៅ តម្លៃ $4,834 ដុល្លារ នៅ ក្នុង មួយ ដុល្លារ រួម ស្មើនឹង $4,900 ដុល្លារ នៅ ក្នុង មួយ អោន ខណៈ ដែល ភាព តានតឹង កាន់ តែ ខ្លាំងឡើង នៅ មជ្ឈិមបូព៌ា រវាង អាមេរិក និង អ៊ីរ៉ង់ ដែល បន្ត ការ វាយ ប្រហារ គ្នា បាន ជំរុញ ឲ្យ តម្លៃ ប្រេង ឡើង ថ្លៃ ដែល បង្កើន ក្តី បារម្ភ អំពី អតិផរណា និង ទស្សនវិស័យ អត្រា ការ ប្រាក់ របស់ ធនាគារ កណ្ដាល អាមេរិក សូម ជម្រាប ថា សហរដ្ឋ អាមេរិក បាន បើក ការ វាយ ប្រហារ ជា ច្រើន លើក ប្រឆាំង នឹង អ៊ីរ៉ង់ ក្នុង សប្តាហ៍ នេះ ខណៈ ដែល ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បាន ប្រមាន ថា អាមេរិក អាច នឹង កំណត់ គោលដៅ លើ ហេដ្ឋារចនាសម្ព័ន្ធ របស់ អ៊ីរ៉ង់ នៅ សប្តាហ៍ ក្រោយ ប្រសិន បើ គ្មាន កិច្ច ចរចា ប៉ុន្តែ អ៊ីរ៉ង់ មិន ខ្លាច នឹង ការ គំរាម របស់ លោក ត្រាំ នោះ ទេ ដោយ បើក ការ វាយ ប្រហារ លើ មូលដ្ឋាន ទ័ព អាមេរិក នៅ ប្រទេស ជិត ខាង ដែល ជំរុញ ឲ្យ មាន ការ ភ័យខ្លាច អំពី ការ កើនឡើង បន្ថែមទៀត នៃ តម្លៃ ប្រេង និង ការ រំខាន រយៈ ពេល យូរ ដល់ ការ ផ្គត់ផ្គង់ ថាមពល ក្នុង តំបន់ អ្នក វិភាគ ធំៗ បាន និយាយ ថា ប្រសិន បើ ហានិភ័យ ភូមិសាស្ត្រ នយោបាយ នៅ មជ្ឈិមបូព៌ា នៅ តែ បន្ត កើតមាន អតិផរណា អាច នឹង បន្ត កើនឡើង ហើយ អាច រារាំង តម្លៃ មាស មិន ឲ្យ ឡើង ថ្លៃ ផង ដែរ ក្នុង ទីផ្សារ ប្រេង អន្តរជាតិ តម្លៃ ប្រេង ឆៅ បាន កើនឡើង ប្រហែល 12% ក្នុង សប្តាហ៍ នេះ លោក Philip Jefferson អនុប្រធាន ធនាគារ កណ្ដាល អាមេរិក បាន លើកឡើង ថា លោក នឹង បើក ចំហ ក្នុង ការ ដំណើរ អត្រា ការប្រាក់ ប្រសិន បើ មិនមាន ភាព ប្រសើរឡើង ក្នុង រយៈ ពេល ខ្លី នៃ អតិផរណា នោះ ទេ ចុះ ឈ្មោះ បើក គណនី ទិញ លក់ ហាង ឆេង មាស ឥឡូវ នេះ ដើម្បី ចូល រួម ក្នុង ក្រុម VIP Signal ក្នុង ការ ទទួល បាន តម្លៃ ទិញ លក់ ហាង ឆេង មាស ប្រចាំ ថ្ងៃ និង ការ ប្រឹក្សា ផ្ទាល់ ពី ហាង ឆេង មាស ជាមួយ គ្រូ ជំនាញ ដែល មាន បទពិសោធន៍ 15 ឆ្នាំ តាម រយៈ Telegram នៅ លេខ ទូរស័ព្ទ 070 80 5 លោក អ្នក ក៏ អាច តាម បាន តម្លៃ ហាង ឆេង មាស អន្តរជាតិ ប្រចាំ ថ្ងៃ និង ព័ត៌មាន សេដ្ឋកិច្ច សំខាន់ៗ ជុំវិញ ពិភពលោក នៅ លើ Facebook Page និង Channel Telegram របស់ Master Ken Academy សូម អរគុណ